ល្មមខ្លាចជាសេដ្ឋីវ័យក្មេង4000យន់ជួយផងលើរបស់ខ្ញុំទោះបីមិនមែនធ្លាក់ទៅលើមេឃក៏ដោយតែវាហាក់ដូចជាត្រូវបានខ្យល់បក់យកទៅបាត់អស់ទៅហើយលុយខ្ញុំបានផ្ទេរទៅមនុស្សឈ្មោះផ្ទេរទៅចាងហ្វុងសៀហើយគេនោះជានរណាគេជានរណាទៅឈ្មោះនេះដូចធ្លាប់ស្គាល់ម៉ាក់របស់ឯងគឺជាម្ដាយខ្ញុំស្ទើរតែភ្លេចថាខ្ញុំមានគ្រួសារដែលប្រកាសចិញ្ចក់ឈាមណាអញ្ចឹងទ្រព្យសម្បត្តិ8ខ្ទង់របស់ខ្ញុំទាំងអស់បានទៅលើគាត់មែនទេបោកទាំងឡាននឹងផ្ទះដែលមានឈ្មោះខ្ញុំទេជាជានកូនចាំមិនហើយចាំមិនហើយឯមិនអីទេឆាប់ឡើងឆាប់នាំទៅមន្ទីរពេទ្យតែលឿនឡើងឆាប់ឡើងទៅឆាប់ឡើងជាម៉ែដល់វាងម៉ែដល់បានមើលថែខ្ញុំពេញមួយយប់មែនទេចាអត់ទេអ្នកនាងគឺលោកប្រទេដែលបានមើលថែលោកស្រីពេញមួយយប់មិនទាន់បានសម្រាកឡើយគាត់ប្រាប់ថាឲ្យលោកស្រីញ៉ាំអ្វីដែលស្រាលពេលភ្ញាក់ពីគេងមនុស្សប្រភេទអ្វីទៅមិនទាន់បាននិយាយអីផងក៏ចាក់ចេញតែបាត់ទៅឲ្យគួរឲ្យខឹងណាអរុនសួស្ដីលោកស្រីខ្ញុំជាចង់ផ្លឹមដាប់ផ្កាយ5ខ្ញុំរីករាយនឹងបំរើលោកស្រីណាស់ពិតជាមានខណ្ឌឈ្ងុយណាស់លោកព្រមមិនដាច់ចិត្តឲ្យលោកស្រីលំបាកនោះទេពេលមុនគាត់ទ្រាំនឹងសម្ដីដ៏មុតស្រួយរបស់ខ្ញុំណាហើយឥឡូវនេះគាត់ក៏បានបំពេញចិត្តការឃ្លានរបស់ខ្ញុំទៀតនេះគឺជាករណីបានអញ្ចឹងមែនចាំខ្ញុំទៅសម្រាប់គ្រួសារចង្រៃនោះហើយបង្ហាញឲ្យឃើញថាអណ្ដាតដ៏មុតស្រួយរបស់ខ្ញុំអាចធ្វើឲ្យពួកគេខ្ជាក់លុយទាំងអស់របស់តកូឈីមកវិញបានម៉ាក់ខ្ញុំចាំម៉ាក់បានតើម៉ាក់តែមានការអ្វីមែនទេជឿជៀនឯងពិតជាធំដឹងក្តីហើយឯងគិតថាឯងបានខំនៅលើមេឈើមែនទេប្អូនប្រុសស៊ូយ៉ារបស់ឯងនេះបានជាប់ពាក្យហើយប៉ុន្តែគេនៅតែជាបុគ្គលិកជាប់កិច្ចសន្យាក្នុងក្រុមហ៊ុនម្ដាយក្មេកឯងតែគ្មានតំណែងអីទេរីករាយថ្ងៃពិសេសឥឡូវនេះនាងគឺជាស្ថិនីសង្គមខ្ពស់អានាងខ្វល់ពីពួកយើងដែលជាអ្នកក្រយ៉ាងម៉េចទៅធ្វើអញ្ចេះចុះថ្ងៃនេះជាពិធីភ្ជាប់ពាក្យប្អូនប្រុសឯងនាំឪពុកម្ដាយក្មេកឯងចូលរួមនៅចំពោះមុខសាច់ញាតិនិងមិត្តភក្តិទាំងអស់គ្នាមកណាដើម្បីលើកដំកើងមុខមាត់ដល់ចៅស៊ូគេមានការងារដែលមានស្ថិរភាពយ៉ាងហោចណាស់មានតំណែងជាដែរតើយ៉ាងស៊ូត្រូវការជំនួយពីឪពុកម្ដាយក្មេកខ្ញុំដើម្បីឡើងតំណែងមែនទេខ្ញុំអាចចាត់ចែងរឿងនេះបានខ្ញុំនឹងទៅទីនោះឥឡូវនេះដើម្បីបង្ហាញអ្នកទាំងអស់គ្នាពីអំណាចរបស់ខ្ញុំបានតាការងារនៅថ្ងៃនេះខ្ញុំធានាពួកឯងនឹងបានសមបំណងម៉ាក់ប៉ាពេលល្ងាចថ្ងៃនេះខ្ញុំមិនបានចូលរួមទេគុណប្រសាទៅពិធីភ្ជាប់ពាក្យឲ្យកំហឹងយ៉ាងខ្លាំងហើយនិយាយរឿងការងារជាមួយយ៉ាងស៊ូទៀតបងគិតថាវានឹងមានបញ្ហាដល់អូនទេយ៉ាបងពិតជាពិបាកណាស់ពិបាកចិត្តណាស់មិនបាច់គិតច្រើនទេអូនភ្លេចការជួយចាប់ពីអតីតកាលហើយមែនទេអូនចាំពេលវេលាចុងក្រោយដែរទេលើកមុនខ្ញុំបានរៀបចំការងារឲ្យយ៉ាងស៊ូរបស់ខ្ញុំហើយថែមទាំងរៀបចំឲ្យក្មេងនោះចាក់ចេញទៀតចេះឬវាក្មេងនោះនៅទាំងពីររើសទៅបើកូនប្រសាខ្ញុំនាងបង្កបញ្ហាម្ដងទៀតលើកនេះតើខ្ញុំអាចរកបានទៀតអត់ទេលោកប្តីបងបានទិញសម្បត្តិយន្តហោះឲ្យអូនទៅអ៊ីស្លង់ដើម្បីគេចខ្លួនហើយចាំបាច់ត្រូវទៅអ៊ីស្លង់ដែរទេបើទៅបដូរអាហ្វ្រិកខាងត្បូងនោះវាក្តៅជាងអីមកជុំគ្នាហើយនៅថតរូបជុំគ្រួសារឈប់សិនត្រូវតែថតរូបខ្ញុំឃើញឲ្យច្បាស់ណាម៉ារបស់បងតែងតែបែបហ្នឹងបងស្រីរបស់បងមិនទាន់មកដល់ទេពួកយើងរចាំតិចទៅមិនបាច់ទេនាងជាមនុស្សស្រីដែលរៀបការរួចហើយមិនមែនជាសមាជិកគ្រួសារសិនទេហើយ
ប្រញាប់ឡើងទៅឆាប់ថតរូបទៅ តាត្រៀមខ្លួន ឯងនិយាយបានល្អណាស់មើលចុះយ៉ាងស៊ូរបស់យើងយកពេលតំណែងតំណងច្បាស់ណាស់មិនក៏មិនចាំបងស្រីម្ដងសិនតែមិនតាន់ហួសពេលឯណាមិនក៏មិនចាំបងស្រីសិនទៅមិនតាន់ហួសពេលឯណា មិនបានជានាងមកទីនេះ អានេះគឺជាអ្នករៀបការចូលតកូលឈីដែលជាគ្រូសាស្ត្រអ្នកបំផុតនៅពេលកាំងមែនទេនាងកំពុងពោះចៅប្រុសសេដ្ឋីរាសីនាងគឺខុសគេហើយថែមទាំងអស់ចាស់ទៀតផង យ៉ាមែនហើយតោះ ហើយចាមើលតែឯងមិនសូវធំប្រមាណទេប៉ុន្តែមើលតែនាងដូចជាសម្ញាញ់ខ្លួនស្បើមណាស់មុនពេលដែលដល់មកដល់ឯងឆាប់ប្រកាសឲ្យចៅស៊ូឡើងតំណែងភ្លាមទៅ មិនក៏បញ្ញាប់ម្ល៉េះយ៉ាងស៊ូចាំបានការងារដែលមានស្ថិរភាពទេតែទៀតលេចចេញរូបរាងហើយពេលឆាប់នេះ បើឯងមានមនសិការពិតមែនឯងមិនមែនមកកម្មវិធីឯងក៏មិនមែនមកពិធីភ្ជាប់ពាក្យប្អូនប្រុសឯងដែរ មិនបាននិយាយថាអត់អញ្ចឹងខ្ញុំបានយកកាដូធំខ្លាំងណាស់សម្រាប់អូនប្រុសរបស់ខ្ញុំនិយាយតាមត្រង់ទៅអ្នកទាំងអស់គ្នាបងប្រុសខ្ញុំតាំងពីទៅដល់ធំគឺឆ្លាតនិងក្លាហានចេះដឹងនិងមានទ្រព្យគេមិនមានចំណុចណាមួយក្នុងចំណោមនឹងទេគេជាមនុស្សខ្ជិលលោភលន់និងមិនចេះឆ្អែតនោះហើយជាធិតពេលរបស់វាសូមដឹងឲ្យច្បាស់ទៅ ឯង គុណសម្បត្តិដ៏ល្អទាំងអស់នេះត្រូវបានបង្រៀនដោយផ្ទាល់ពីម្ដាយរបស់ខ្ញុំតែបំផ្លាញលើកូនខ្លួនឯងមិនចេះឆ្អែត បងកំពុងនិយាយអីហ្នឹង កុំបញ្ញាប់អីបងប្រុសជឿជាក់លើភាពអត់ធន់របស់ឯងមនុស្សភាគច្រើនដែលនៅរស់ដូចជាឯងប្រហែលជាលត់ទៅលើអាគារសម្រាប់ខ្លួនតាំងពីយូរហើយ ឯងហ៊ាននិយាយបែបនេះទៀតឯងមិនបានជួយចេញលុយមកកាក់ម៉ាសេនសម្រាប់ពិធីមង្គលការប្អូនប្រុសឯងសូម្បីតែផ្ដល់ការងារមួយដែលល្អទៅប្អូនប្រុសក៏មិនបានដែរឲ្យគ្រួសារសិនបានចិញ្ចឹមមើលថែអស់ជាច្រើនឆ្នាំ ត្រូវហើយ អ្នកម៉ាំងចាស៊ូកុំរំខានបងស្រីអីចាស៊ូអាចរកការងារដែលខ្លួនឯងបាន អូនេះគឺជាបងថ្លៃស្រីខ្ញុំដែលហៀបនឹងខ្លាចជាកូនជៀមសម្រាប់ចិនខេតកោសម្រាប់បន្តមែនទេខ្ញុំថាគ្រួសារសិនមិនបានឲ្យថ្លៃទៅដល់មកកាក់ម៉ាស៊ីនដល់នាងទេមែនទេ អើយមិនបានជានាងសុខចិត្តរៀបការចូលគ្រួសារអញ្ចឹងកំរិះម្ល៉េះ ជម្រិះណាស់ ខ្ញុំអាចទទួលយកបានឲ្យតែចាស៊ូព្រមខិតខំប្រឹងប្រែងខ្ញុំជឿថាគេមានអនាគតល្អ បងស្រីឯងល្ងងណាស់សិនចាស៊ូគឺជាមនុស្សដែលសង្គមស្អប់ខ្ពើមតែដែលមានមោទនភាពព្រោះតែខ្ញុំបើនាងចង់ជួយអ្នកដទៃនាងក៏ត្រូវជ្រើសគោលដៅឲ្យបានច្បាស់ដែរម៉ាក់ខ្ញុំចាំបញ្ជាក់ជាមួយម៉ាក់ម្ដងទៀតតែខ្ញុំក្នុងនាមជាបងស្រីពិតជាមិនបានចេញលុយមកកាក់សម្រាប់មង្គលការសិនចាស៊ូមែនទេ បញ្ជីចំណាយនិងបញ្ជីកាដូនៅទីនេះទាំងអស់តើមានឈ្មោះរបស់ឯងទេឈប់ធ្វើពុតជាក្អិនកតមទៅ យល់ព្រមអញ្ចឹងមើលនេះច្បាស់ទេតើខ្ញុំបានផ្ទេរលុយឲ្យទៅអ្នកណាទៅមើលចា អូយច្រើន ស្អី ស្អីគេហ្នឹងកណនីផ្ទាល់ខ្លួនរបស់ចាស់របស់ចាស់ផង កាត់គានេះជាកំណត់ត្រាផ្ទេរប្រាក់មែនទេគ្រួសារសិនមិនត្រឹមតែកាន់កាត់ផ្លែទៅដល់តែគ្រួសារឈីឲ្យគ្រួសារខ្ញុំការនោះទេថែមទាំងយកលុយដែលចំណាយប្រចាំថ្ងៃគ្រួសារឈីឲ្យខ្ញុំក្រោយពេលរៀបការទៀតដែលពួកគេលុយផ្ទេរចេញសរុបជាច្រើនលានប៉ុណ្ណឹងហើយនៅថែមមិនចេញលុយទៀត បិទមាត់ភ្លាមទៅអ្នកណាឲ្យឯងចាំងវានៅទីនេះ ខ្ញុំឆ្ងល់ខ្លាំងណាស់បើលុយនេះមិនបានប្រើសម្រាប់មង្គលការទេចុះវាប្រើសម្រាប់ធ្វើអ្វីទៅ ជើជៀនបិទមាត់របស់ឯងភ្លាមទៅ អ្នកដន្លងឆាប់បញ្យល់ពួកយើងភ្លាមមកនាងបាននិយាយថាគ្រួសាររបស់នាងជួបការលំបាកនៅពេលនោះដូច្នេះហើយពួកយើងមិនចង់ដាក់បន្ទុកលើនាងបន្ថែមទេឡាននឹងផ្ទះហើយនៅលុយពិធីជាប់ពាក្យថ្ងៃនេះសិតតែជាលុយគ្រួសារយើងវាសមហេតុផលទេ អ្នកដន្លងខ្ញុំមិនចង់ស្ដាប់ពីអបិយយ៉ាងនេះទេមិនបានជាគ្រួសាររបស់យើងត្រូវចេញទៀនឆាប់ឡើងយកមាននេះចេញទៅមាស3យ៉ាងពិសេសនេះសម្រាប់កូនប្រសាស្រីរបស់យើងវាមានទម្ងន់រហូតដល់ទៅ20ក្រាមឯណោះ អាយ៉ាម៉ាក់ពិតជាបកែអួតមែនតាមាននេះសតើជារបស់អ្នកម៉ាក់អេហាបើតាមខ្ញុំគិតដូចជាមិនមែនទេគ្រួសារឈីបានឲ្យគ្រឿងអលង្ការមាសជាង 6000 ក្រាមដល់ខ្ញុំដែលម៉ាក់នឹងចាយស៊ូបានលុយពីបន្ទប់ជួលរបស់ខ្ញុំគ្រឿងអលង្ការមាស20ក្រាមជាងនេះ ជើជៀនឯងកាត់អីនឹងមាស3យ៉ាងនេះត្រូវបានទិញតែគ្រួសាររបស់យើងមានវិក័យប័ត្របញ្ជាក់ទៀតផង ម៉ាក់មុខរបស់យើងមានតែមួយទេសុំកុំឲ្យបាត់បង់មុខមាត់អីសម័យនេះអ្នកណាក៏ដឹងថាកំណត់ត្រាទិញក៏អាចខ្លាំងខ្លាចបន្លំបានដែរបើចង់ដឹងថាវាពិតឬក៏អត់គ្រាន់តែមើលបញ្ជាក់ទៅចាក់ចែកគ្នាមើលទៅ ស្អីវិញទៅណោះមែន គ្រឿងអលង្ការដែលកំងដាក់គ្រួសារឈីនឹងមានឆ្លាក់សញ្ញាអក្សរ C 2ជាន់ដែលមានតែមួយគត់
ហើយមានតែគ្រួសារឈីប៉ុណ្ណោះដែលអាចប្រើសញ្ញានេះបានម្យ៉ាងទៀតនាងនឹងចាស៊ូកំពុងប្រើប្រាស់ទ្រព្យសម្បត្តិរបស់គ្រួសារឈីដើម្បីបន្លំជាទ្រព្យរបស់ខ្លួនតើពិតដែរទេ អើយពិតជាម្ដាយដែលមិនចេះខ្មាស់គេមែនលួចខ្លាចទឹកដោះកូនស្រីខ្លួនឯងដើម្បីឲ្យកូនប្រសាអើយពិតណាស់អ្នកណាដែលរៀបការចូលគ្រួសារគេចាត់ទុកថាជាសំណាងអាក្រក់ហើយ អាយ៉ាមានសញ្ញាស៊ីពីចន្ទនៅទីនេះដែរតែម៉ាក់មិនបានថ្វាយផ្កាទាំងអស់ទៅព្រះទេម៉ាក់បែរជាទុកផ្កាធំបំផុតសម្រាប់ខ្លួនឯងទៀត លែងម៉ាក់យើងទេជាជិនឯងកុំគិតថាឯងបានខ្លាចជាហង្សហើយដោយសារតែឯងបានឡើងឋានៈសង្គមមែនទេគាត់ចាំម្ដាយបង្កើតឯងឈាមជាប់ជាមួយឯង ប៉ុន្តែក្នុងភ្នែករបស់គាត់មានតែឯងទេដែលជាកូនប្រុសច្បាស់របស់គាត់តែម្នាក់គត់ឆាប់យំដល់មកឯងទៅប្រហែលជាគាត់នឹងឲ្យឯងប្រមាណកាក់ថែមហើយទិញមាន18ក្រាមឲ្យឯងទៀត ពួកឯងហួសហេតុពេកហើយគ្រួសារឯងតែងតែមានគំនិតអាក្រក់ចំពោះកូនស្រីបង្កើតខ្លួនឯងតើទៅមិនបាច់រៀបការទេពេលកុំទៅអីមិនមែនបងមិនឲ្យអូនឯណាចុះខ្សែដៃដបងឲ្យអូនបងទិញឲ្យអូននោះ ចាស៊ូខ្សែកដៃនីងខ្ញុំមានប្រតិកម្មជាមួយវាតាំងពីថ្ងៃដំបូងដែលខ្ញុំពាក់វាម្លេះបើមិនមែនដោយសារតែខ្ញុំខ្វាក់ភ្នែកតើខ្ញុំមិនចិត្តលឺបងដែរទេ ម៉ាប្អូនស្រីបងក៏ខ្វាក់ភ្នែកដែរចាំបងមករៀនល្បិចមួយដើម្បីដោះស្រាយជាមួយមនុស្សក្បត់ដូចជាវា ជួយ មិនក៏ឯងថាប្អូនបែបនេះ អូយ អញ្ចឹងម៉េច អើយកូនប្រុស អូយ ណែ អូយក ូនប្រុស អូយឈីណា ចាប់ទៅពេលនេះ អូយ ពួកជើងបាច់គ្នាទៅ ចេះជិនឯងបំផ្លាញពិធីភ្ជាប់ពាក្យខ្ញុំចឹងក៏មិនទៅយកបំផ្លាញមង្គលការឯងវិញ